រឿងពីរយ៉ាងដែលអ្នកនៅអាមេរិកនេះមិនចង់និយាយប៉ុន្តែរឿងពីរនោះនឹងអាចជួយជីវិតគេឲ្យរត់តែប្រសើរឡើងហើយបងប្អូនស្ដាប់ដល់ចប់ដែលខ្ញុំចង់និយាយពីចំណុចសំខាន់ថារឿងដែលគេរកលុយបានច្រើននោះហើយគេចេះតែកើនទៅមុខដោយសារគេមានកញ្ចប់3ដែលជួយគេឲ្យឆ្លងផុតបន្ទុកបើសិនជាគេជួបប្រទះនៅក្នុងជីវិតពេលដែលកំពុងតែធ្វើដំណើរព្រោះជីវិតយើងពេលខ្លះរស់នៅទីនេះខ្ញុំរស់នៅច្រើនឆ្នាំមកជាង20ឆ្នាំទៅហើយអញ្ចឹងជួបប្រទះខ្លួនឯងជួបប្រទះពុកម៉ាក់បងប្អូនអញ្ចឹងខ្ញុំយកបទពិសោធន៍នោះមកនិយាយនៅសហរដ្ឋអាមេរិកនេះគឺសម្បូរណាស់ការងារជាពិសេសការងារថ្នាក់ធនកណ្ដាលចាដូច្នេះអ្នកខ្លះអាចធ្វើការពី job ក៏បានដែរឲ្យតែគេមានកម្លាំងហើយគេមានទឹកចិត្តក្នុងការធ្វើការហើយមានពេលវេលាគ្រប់គ្រាន់សុខភាពគេល្អបើការងារខ្ពស់អានឹងយើងត្រូវការសិក្សា education អានឹងវាមាន competition ច្រើនប្រកួតប្រជែងគ្នាអានឹងខ្ញុំមិននិយាយទេពីព្រោះយើងត្រូវតែប្រឹងបានមានការងារល្អបណ្ដាច់ហ្នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដូច្នេះហើយការដែលអ្នកនៅអាមេរិកនេះមិនចង់និយាយគឺថារឿងទី1ធ្វើការច្រើនបានលុយច្រើនចំណាយក៏ច្រើនចារឿងទី2ធ្វើការធំបានលុយធំចំណាយក៏ធំសហរដ្ឋអាមេរិកនេះបើយើងមិនចេះសន្សំជាកញ្ចប់ទេតើយើងបានលុយច្រើនប៉ុណ្ណាក៏អាចអស់ទៅវិញដែរដោយសារការដែលកើតឡើងអាចកើតឡើងនៅពេលណាក៏មានដែរខ្ញុំឃើញច្រើនហើយខ្ញុំរស់នៅអាមេរិកនេះក៏យូរឆ្នាំណាស់ដែរអញ្ចឹងឃើញសពគ្រប់បែបយ៉ាងការសំខាន់ដែលយើងរកបានគឺត្រូវតែយើងមានកញ្ចប់បើយើងរកបានហើយយើងមិនចេះទុកដាក់ក៏អត់សល់ដែរទោះរកបានប៉ុណ្ណាចាខ្ញុំហ៊ាននិយាយអញ្ចឹងហ្មងព្រោះខ្ញុំឃើញហើយជីវិតខ្ញុំផ្ទាល់ដែលនៅអាយុក្មេងជាងគឺយើងចំណាយដោយមិនបានគិតពីថ្ងៃអនាគតពេលដែលខ្ញុំយល់ហើយបានថាយ៉ាងហោចណាស់បើយើងមានគ្រឹះ3នេះជួយជីវិតយើងច្រើនណាស់ដូច្នេះហើយកញ្ចប់3ដែលអាចជួយសាងអនាគតយើងបានធូរស្បើយពេលដែលយើងមានការជួបប្រទះជីវិតនៃការលំបាកខ្លះព្រោះនៅអាមេរិកនេះការងារខ្លះក៏អាចមានការបាត់បង់នៅពេលណាក៏បានដែរបើយើងមិនចេះទុកដាក់កញ្ចប់3កញ្ចប់នេះទេគឺយើងមានការពិបាកចប់ទី1ដែលខ្ញុំចង់និយាយគឺ 401k យើងនៅធ្វើការទីកន្លែងណាភាគច្រើនក្នុងក្រុមហ៊ុនមានហើយចាអញ្ចឹងបើក្រុមហ៊ុនមាន 401k បងប្អូនចុះឈ្មោះក្រុមហ៊ុនជួយយើងខ្លះពីលើដែលលុយដែលយើងសន្សំទៅទៀតដើម្បីកាលណាយើងចង់ប្រើប្រាស់យើងអាចខ្ចីលុយខ្លួនយើងមកប្រើក៏បានដែរបើសិនជាយើងអត់មានលុយសល់ទុកបើមិនចឹងទេខ្ញុំឮឲ្យបងប្អូនខ្លះប្រើ credit card ហើយ credit card ឬក៏ប័ណ្ណអនុទាននេះគេយកការប្រាក់ថ្លៃណាស់ប៉ុន្តែបើយើងខ្ចីលុយខ្លួនយើងគឺយើងអត់អស់ការប្រាក់ទោះតែអស់ក៏វាបញ្ចូលទៅក្នុង account យើងវិញបញ្ចប់ទី2គឺ emergency fund ឬក៏ជាលុយអាសន្ននេះគឺយើងសន្សំទុកពេលណាដែលយើងជួបមានបញ្ហាជាងការងារយើងគេបញ្ឈប់គេ lay off យើងក្នុងរយៈពេល3ខែទៅ6ខែយើងបានលុយណាប្រើអញ្ចឹងយើងមាន emergency fund ហ្នឹងដើម្បីដោះតល់យើងអញ្ចឹងគឺជួយយើងច្រើនចាអ្នកខ្លះក៏អត់មានគាត់អាំងទៅលើ state ហើយគាត់អាំងទៅលើ EDD unemployment ប៉ុន្តែអ្នកខ្លះខ្ញុំឃើញហើយបានខ្ញុំយកមកនិយាយគាត់ទៅចូលធ្វើការងារអត់ទាន់បានដល់កម្រិតដែលយើងអាចសុំលុយនឹងបានទេអញ្ចឹងការជួយនឹងក៏វាតិចតួចដែរអញ្ចឹងហើយ emergency fund ហ្នឹងគឺល្អណាស់សម្រាប់យើងកញ្ចប់ទី3គឺចេះឲ្យលុយនឹងរលុយឲ្យយើងមានន័យថាម៉េចពេលណាយើងមានលុយយើងមិនយកលុយនឹងទៅដាក់នៅក្រោមខ្នើយទេគឺយើងយកវាទៅ invest យើងយកវាទៅបណ្ដាក់ទុនយើងអាចបើសិនជាបងប្អូនខ្លះក៏ខ្លាចយកទៅដាក់ក្នុង CD ហ្នឹងគេឲ្យការប្រាក់យើងឲ្យ interest យើងខ្លះវាមិនដូចយើងទុកនៅក្រោមខ្នើយទេអញ្ចឹងវាកើនឡើងរាល់ខែរាល់ឆ្នាំចាហើយបើអ្នកគេដឹងពីរបៀបគេទិញ stock dividend stock ដែលមានការប្រាក់ផងហើយstock គេឡើងថ្លៃទៀតអញ្ចឹងហើយបានជាលុយគេចេះតែកើនឡើងដោយសារគេបានយកទៅដាក់យ៉ាងតិចណានៅ3កន្លែងហ្នឹងដើម្បីឲ្យលុយហ្នឹងវារកឲ្យយើងចាបើយើងមិនបានដាក់សន្សំការហ្នឹងទេយើងនឹងចាយតាមដែលយើងចង់ខ្លួនខ្ញុំផ្ទាល់ក៏ដូចគ្នាដែរយើងចង់ទិញយើងចង់ធ្វើអ្វីតាមតែចិត្តយើងនឹងឯងពីព្រោះយើងគិតថាវាអត់ខ្វះ
ប៉ុន្តែដល់ទៅជួបបញ្ហានោះយើងសោកស្ដាយដែលយើងមិនបានទុកយ៉ាងហោចណាស់កញ្ចប់3នេះជាគ្រឹះជា foundation បើយើងមាន3នេះបងប្អូនមិនសូវព្រួយទេទោះមានបញ្ហាជួបប្រទះយ៉ាងណាក៏ដោយ